Chúng ta chăm băng tiếng buôn để sẵn xong cho Campuchia đểបញ្ជាទិញពីសារ៉ាអាមេរិកតើមានអ្វីខ្លះត្រូវបកស្រាយក្នុងវីដេអូមួយនេះនៃលក្ខណៈពិសេសរបស់វានីមួយៗដែលតម្លៃបប្រតិបត្តិការរបស់វាគឺស័ក្តិសមនឹងកម្ពុជាយើងខ្លាំងណាស់តោះទស្សនៈអ្នកបានទៅពីរឿងរ៉ាវមួយនេះក្នុងវីដេអូមួយនេះនឹងសូម share នៅវីដេអូនេះជាបន្តតែវាសំខាន់មែនទែនក្នុងការយល់ដឹងទី1គឺជាយន្តហោះTextron Airlines Scorpion គឺជាថ្នាំចម្បាំងតម្លៃទាប Scorpion គឺជាយន្តហោះធុនតូចទម្ងន់ស្រាលត្រូវបានរចនាឡើងគឺសម្រាប់ការល្បាតអាកាសនិងការវាយប្រហារស្រាលវាមិនលឿនឬបំពាក់អាវុធដូចជាយន្តហោះចម្បាំងលំដាប់ខ្ពស់នោះទេប៉ុន្តែវាមានតម្លៃធូរថ្លៃក្នុងការប្រតិបត្តិការនិងការថែទាំនិងប្រសិទ្ធភាពខ្ពស់សម្រាប់ការល្បាតតាមព្រំដែននិងឆ្នេរសមុទ្រល្បឿនតន្ត្រីបរិមាណរបស់វាគឺ833គីឡូម៉ែត្រក្នុង1ម៉ោងហើយអាចហោះហើរដល់កម្ពស់13700ម៉ែត្រវាមានសមត្ថភាពផ្ទុកខាងក្នុងគឺរហូតទៅដល់1360គីឡូក្រាមនិងផ្ទុកអាវុធបានរហូតទៅដល់2800គីឡូក្រាមឬប្រេងឥន្ធនៈបន្ថែមនៅលើម៉ោតខាងក្រៅរបស់វាអាចហោះហើរលើអាកាសបានប្រហែលជា5ម៉ោងដោយមិនចាំបាច់ចាក់ប្រេងដោយល្អសម្រាប់ការល្បាតឈប់យកការយូរតម្លៃក្នុងមួយយន្តហោះគឺខ្ទង់$20លានក្នុងមួយគ្រឿងហើយ1ម៉ោងក្នុងការហោះហើរគឺ$3000ក្នុង1ម៉ោងដែលមានតម្លៃធូរថ្លៃជាងយន្តហោះចម្បាំង FA-18 វាអាចផ្ទុកគ្រាប់បែកធុនស្រាលកាំជ្រួចដឹកនាំឬរ៉ុកកែតហើយត្រូវបានរចនាឡើងគឺដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការគំហែងដែនអាកាសរបស់កម្ពុជាសម្រាប់កម្ពុជាគឺវាជាជំរើសជាក់ស្ដែងសម្រាប់ការល្បាតតាមព្រំដែននិងតំបន់ឆ្នេរឬសម្រាប់បេសកកម្មប្រតិកម្មរហ័សជំនាន់បន្ទាប់គឺ A29 Super Tucano ជំនាន់ A29 Super Tucano គឺជាជំនាន់ប្រភេទ turboprop ដែលមានន័យថាគឺវាមានកង្ហារជំនួសទៅដោយម៉ាស៊ីនគឺវាមានន័យថាគឺវាប្រើកង្ហារនៅខាងមុខវាមានល្បឿនតន្ត្រីបរិមាណ590គីឡូម៉ែត្រក្នុង1ម៉ោងអាចហោះហើរបានរហូតដល់កម្ពស់9100ម៉ែត្រចម្ងាយរបស់វាសម្រាប់បេសកកម្មប្រយុទ្ធប្រហែលជា550គីឡូម៉ែត្រហើយវាអាចហោះហើរបានរហូតទៅដល់1500ម៉ែត្រសម្រាប់ការហោះហើរនៅលើអាកាសបែបឆ្លប់យកការវាមានអាវុធជាច្រើនដូចជាកាំភ្លើងយន្តគ្រាប់រ៉ុកែតគ្រាប់បែកដឹកនាំនិងធ្វើវាងាយស្រួលបត់បែនសម្រាប់បេសកកម្មល្បាតតាមព្រំដែនការឆ្លប់យកការជនបទនិងបេសកកម្មវាយប្រហារធន់ស្រាលតម្លៃរបស់វាក្នុងមួយគ្រឿងគឺ10ទៅ18លាន$អាមេរិកក្នុងមួយគ្រឿងហើយការចំណាយក្នុង1ម៉ោងនៃប្រតិបត្តិការគឺ$1500ក្នុង1ម៉ោងដែលធ្វើឲ្យវាមានតម្លៃសមរម្យសម្រាប់កងទ័ពអាកាសតូចៗដូចជាកម្ពុជាគុណសម្បត្តិរបស់វាគឺរយៈពេលយូរលើអាកាសសម្រាប់ការហោះហើរនិងសមត្ថភាពក្នុងការដំណើរការពីផ្លូវអាកាសរត់ខ្លីដែលវាល្អសម្រាប់ហេដ្ឋារចនាសម្ព័ន្ធកម្ពុជាមានកម្រិតសម្រាប់កម្ពុជាអាចប្រើប្រាស់បានដូចជាការប្រើក្នុងសន្តិសុខផ្ទៃក្នុងការហោះហើរនៅតាមព្រំដែនល្បាតដែនសមុទ្រគឺសមរម្យមែនទែនជំនាន់សារ៉ាអាមេរិកបន្ទាប់គឺជា Beechcraft AT-6E Wolverine សម្រាប់ការឆ្លប់យកការនិងការវាយប្រហារដោយអាវុធ AT-6E Wolverine គឺត្រូវបានផលិតឡើងជាយន្តហោះ Workwern AT-6 ហើយសមស្របសម្រាប់ការវាយប្រហារធន់ស្រាលការឃ្លាំមើលដែនអាកាសនិងការឆ្លប់យកការវាមានចំណុចក្រឹងខាងក្នុងចំនួន7សម្រាប់ការផ្ទុកសពាអាវុធរួមទាំងគ្រាប់បែកដឹកនាំគ្រាប់រ៉ុកែតនិងកាំជ្រួចវាមានឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ផងដែរដើម្បីជួយបេសកកម្មឆ្លប់យកការនិងល្បាតល្បឿនរបស់វាតែបរិមាណគឺ880គីឡូម៉ែត្រក្នុង1ម៉ោងអាចហោះហើរបានរហូតដល់កម្ពស់9100ម៉ែត្រតម្លៃក្នុងមួយគ្រឿងគឺ17ទៅ18លាន$អាមេរិករួមទាំងការបន្តបណ្ដាលនិងការ support វាមានតម្លៃធូរថ្លៃនិងសមរម្យក្នុងការប្រតិបត្តិការជាងយន្តហោះចម្បាំងដែលធ្វើឲ្យវាល្អសម្រាប់កងទ័ពអាកាសដែលមានថវិកាការពារជាតិទាបដូចជាកម្ពុជាវាអនុវត្តការឆ្លប់យកការប្រដាប់អាវុធការគ្រប់គ្រងតាមដែនអាកាសជិតស្និទ្ធការល្បាតតាមព្រំដែនជាដើមសម្រាប់បេសកកម្មរបស់កម្ពុជាក្នុងការឆ្លប់យកការតាមព្រំដែនឆ្លើយតបគ្រោះមហន្តរាយការកំហែងដែនអាកាសនិងល្បាតដែនសមុទ្រគឺពិតជាស័ក្តិសមមែនទែនជំនាន់ចុងក្រោយនៃកម្ពុជាគួរតែមានពីសារ៉ាអាមេរិកគឺជា Boeing FA-18 Hornet Super Hornet Material Fighter ជំនាន់ចម្បាំង FA-18 គឺជាចម្បាំងពិតប្រាកដមានសមត្ថភាពក្នុងការប្រយុទ្ធពីអាកាសទៅអាកាសការវាយប្រហារលើដីនិងការល្បាតដែនសមុទ្រវាមានម៉ាស៊ីន2អាចហោះហើរបានរហូតដល់ល្បឿន1900គីឡូម៉ែត្រក្នុង1ម៉ោងចម្ងាយនៃការប្រយុទ្ធរបស់វាគឺប្រហែលជា900គីឡូម៉ែត្រអាចហោះហើរបានរហូតដល់កម្ពស់15គីឡូម៉ែត្រវាអាចផ្ទុកអាវុធរហូតដល់8500គីឡូក្រាមលើចំណុចរឹងរបស់វាខាងក្រៅជាច្រើនរួមទាំងគ្រាប់បែកកាំជ្រួចនិងគ្រាប់រ៉ុកែតជំនាន់ Super Hornet នេះគឺមានតម្លៃប្រហែលជា66លាន$ក្នុងមួយគ្រឿងប្រតិបត្តិការក្នុង1ម៉ោងរបស់វាគឺតម្លៃ$10000ក្នុង1ម៉ោងនៃការហោះហើរដែលមានតម្លៃខ្ពស់ជាងយន្តហោះដែលមានកង្ហារនៅពីមុខវាស័ក្តិសមសម្រាប់កម្ពុជាបើសិនបើប្រទេសកម្ពុជាចង់បានសន្តិភាពយន្តហោះចម្បាំងពិតប្រាកដសម្រាប់ការការពារដែនអាកាសនិងសន្តិសុខដែនសមុទ្រវាទាមទារអ្នកបើកបរយន្តហោះដែលទទួលបានការបណ្ដុះបណ្ដាលការថែទាំត្រឹមត្រូវទោះជាយ៉ាងណាក៏ដោយវាអាចឆ្លើយតបទៅនឹងការគិតកំហែងធ្ងន់ធ្ងរនិងល្បាតឈូងសមុទ្រថៃប្រកបដោយប្រសិទ្ធភាពខ្ពស់បងប្អូនទាំងអស់ហើយគឺជាយន្តចម្បាំងទាំង4ដែលស័ក្តិសមបំផុតសម្រាប់កម្ពុជាពីសារ៉ាអាមេរិកក្នុងការបញ្ជាទិញឬក៏មានផងដែរតែបងប្អូនគិតថាមួយណាដែលស័ក្តិសមសម្រាប់កម្ពុជាអាច comment ក្រោមវីដេអូមួយនេះបានទស្សនាក្នុង Facebook ជួយ follow page និង share នៅវីដេអូមួយនេះផងបើទស្សនាក្នុង YouTube សូម subscribe នៅ YouTube channel របស់ខ្ញុំដើម្បីបានវីដេអូថ្មីនៅពេលក្រោយផងដែរសូមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយសូមសំណាងល្អគ្រប់ក្រុមគ្រួសារសូមអរគុណ